Cả nhomផលិត video ហ្នឹងខ្ញុំផលិតរឿងខ្មោចប្រវត្តិឆ្កែមើលឃើញខ្មោចហើយរឿងរ៉ាវហ្នឹងគឺខ្មោចប្តីហ្នឹងផ្ដាំឲ្យលោកក៏ឲ្យបរិះម្នាក់ហ្នឹងទៅហៅប្រពន្ធទេហើយប្រពន្ធគេថាមើលមិនឃើញហើយខ្មោចក៏ឲ្យបទាលទៅហើយខ្មោចហ្នឹងជាទៅដើរមកតាមផ្លូវដែលប្តីប្រាប់ថាប្រពន្ធហ្នឹងនៅក្នុងព្រៃកន្លែងលោកតាយាមរៈអីចឹងណាគេក៏ឲ្យបទាលនឹងទៅតាមផ្លូវហ្នឹងដល់ពេលសាច់រឿងចេញមកទៅចេញណាហួសចាតមកហើយនៅមកមនុស្សមិនហែនាំអធិប្បាយបញ្យលខ្មោចឃើញផ្ទះដូចភ្នាក់ផ្អើលមិញហើយមើលដូចឈរដៃដាបដូងណាអត់សាច់រឿងនេះអត់ចឹងសាច់រឿងការផលិតនេះអត់ចឹងចេញក្បាច់គុណណានៅកដាលនេះវិញគួរមនុស្សវាយមួយខ្មោចហើយបើកន្លែងនេះវាខ្មោចតដើមបទាលមួយឆ្កែត្រូវនេះតដើមហើយអញ្ចឹងបានឆ្កែមើលឃើញខ្មោចចិត្តលូនឹងហើយចិត្តលូកដាលព្រៃអញ្ចឹងណាបើវាឃើញខ្មោចហើយទម្លាប់ចាស់បុរាណក៏ជំនឿគ្នាតគ្នារហូតមកដល់សពថ្ងៃហ្នឹងត្រូវតាក្រោយបន្តិចបើមុខចប់បងប្អូនមើលយល់ទេ